ដើម្បីសាកល្បងអំណាចនៃវិមានហ្វេនធានអូនប្រុសពិតជាបានប្រើបងប្រុសរបស់គាត់ជាគោលដៅគាត់ត្រូវបានគេបាញ់ធ្លាក់ពីលើច្រាំងថ្មចោតដោយព្រួយមួយបានទម្លុះបេះដូងរបស់គាត់គេរំពឹងថាយុវជននោះហៀបនឹងធ្លាក់ទៅបាតច្រាំងថ្មចោតជំនាញដ៏ទេវភាពមួយត្រូវបានផ្សារភ្ជាប់អស់រយៈពេល200ឆ្នាំភ្លាមនោះមិនអាចបញ្យល់បានថាមិនស្ងប់ចៅហ្វាយនេះឯកោពីរនាក់ដែលយាមកន្លែងនោះបានដឹងថាមានអ្វីមួយវិនាទីបន្ទាប់ជំនាញដ៏ទេវភាពកំពុងបង្វិលច្រវាក់ដែកដែលហោះចេញយ៉ាងលឿនបន្ទាប់មកពួកគេបានចាប់យុវជននោះនៅលើអាកាសអ្នកជំនាញទាំងពីរនាក់មិនអាចរងចាំបានទេដើម្បីបោះជំហានទៅមុខហើយពិនិត្យមើលពីមានហើយ Sheriff ខ្ញុំអាចបន្លឺសំឡេងជាមួយគាត់បានគាត់គឺជាអ្នកដែលត្រូវបានជ្រើសរើសដែលខ្ញុំបានរងចាំអស់រយៈពេល200ឆ្នាំមកហើយដោយដឹងថាយុវជននោះត្រូវបានកំណត់ឲ្យមានជំនាញដ៏ទេវភាពអ្នកទាំងពីរបានសម្រេចចិត្តយកគាត់ជាសិស្សរបស់ពួកគេភ្លាមក្រោមការណែនាំយ៉ាងយកចិត្តទុកដាក់របស់ចៅហ្វាយនេះទាំងពីរជំនាញរបស់យុវជននោះបានប្រសើរឡើងយ៉ាងខ្លាំងជំនាញដាវរបស់គាត់កាន់តែអស្ចារ្យថែមទៀតទេពកោសល្យរបស់ក្មេងនេះពិតជាគួរឲ្យខ្លាចណាស់សម្រាប់បានកម្រិតកម្លាំងបែបនេះក្នុងរយៈពេលត្រឹមតែ1ឆ្នាំប៉ុណ្ណោះចៅហ្វាយក៏មិននឹកស្មានដល់ដែរទេពកោសល្យរបស់យុវជនម្នាក់នេះពិតជាមិនធម្មតាមែនដូច្នេះហើយគាត់បានផ្ដល់ជំនាញទេវភាពដេញតាមព្រះអាទិត្យដល់គាត់ដោយសប្បុរសនេះគ្រាន់តែជាវាមានសួនជាធម្មតាមានទម្ងន់ត្រឹមតែ2-3គីឡូក្រាមពេលនេះទៅខ្ញុំត្រូវតែយកវាទៅជាមួយខ្ញុំមិនថាខ្ញុំញ៉ាំអ្វីឬគេងអ្វីនោះទេនេះជាធ្នូដៃខ្មៅតែមួយគត់ដែលខ្ញុំអាចប្រើសម្រាប់ការហាត់សមយុវជននោះចង់សាកល្បងអំណាចនៃធ្នូនឹងព្រួញប៉ុន្តែគាត់បានរកឃើញថាគាត់មិនអាចលើកវាឡើងបានតតែសោះខ្ញុំប្រើកម្លាំងទាំងអស់ដើម្បីលើកវាឡើងបន្តិចទោះជាយ៉ាងណាក៏ដោយនៅពេលដែលគាត់ព្យាយាមទាញខ្សែធ្នូសូម្បីតែការប្រើប្រាស់ធម៌ពលខាងក្នុងទាំងអស់របស់គាត់ក៏គ្មានប្រយោជន៍ដែរយ៉ាងច្រើនបំផុតពួកវាអាចបង្កើតចម្ងាយបានត្រឹមតែ2-3សង់ទីម៉ែត្រប៉ុណ្ណោះនេះធ្វើឲ្យគាត់សង្ស័យថាតើកម្លាំងរបស់គាត់នៅតែខ្សោយពេកឬអត់ចៅហ្វាយបានធ្វើពុតជាស្ងប់ស្ងាត់ហើយបានឲ្យគាត់ចុះពីភ្នំដើម្បីទទួលបានបទពិសោធន៍ម្យ៉ាងទៀតដើម្បីដោះស្រាយចំនួនជាមួយគ្រួសារប៉ុន្តែភ្លាមនោះគាត់បានត្អូញត្អែថាបរិសុទ្ធចំណាស់ដឹងតែពីរបៀបបោកប្រាស់សិស្សរបស់គាត់វិមានហើយ Sherry គឺជាវិមានខែងជាយ៉ាងច្បាស់កម្លាំងរបស់គាត់នឹងត្រូវបង្ក្រាបយ៉ាងហោចណាស់10000ដងជីដូនមិនខ្លាចគាត់ទៅឆ្ងាយពេកទេតើអ្នកកំពុងត្រូវបានមនុស្សអាក្រក់កំណត់គោលដៅមែនទេវានឹងមានប្រយោជន៍ក្នុងការដាក់សម្ពាធលើគាត់រឿងដំបូងដែលយុវជននោះបានធ្វើបន្ទាប់ពីចុះពីលើភ្នំនោះគឺការត្រឡប់ទៅនិកាយដាវទេវវិញគាត់ចង់បញ្ចេញកំហឹងរបស់គាត់ដោយផ្ទាល់ដោយប្រើនិមិត្តសញ្ញានៃអត្តសញ្ញាណរបស់និកាយដាវទេវភាពច្រកទ្វារសំខាន់នៃឋានៈគាត់ត្រូវបានបាញ់ជាបំណែកនៅនឹងកន្លែងការរើសអើងខាងលោកីមិនអាចប្រៀបផ្ទឹមបាននឹងអំណាចដាច់ខាតនោះទេបានបង្ហាញថាយុវជននោះដំឡោយជាសមាជិកនៃនិកាយដាវដោយសារតែឋានៈទាបរបស់នាងមិនត្រូវបានឪពុករបស់នាងពេញចិត្តឡើយអ្វីដែលខ្ញុំអាចធ្វើបានពេញមួយថ្ងៃគឺការងារផ្ទះជាមួយម្ដាយខ្ញុំប៉ុន្តែប្អូនប្រុសរបស់គាត់នៅតែមិនអាចទ្រាំទ្រនឹងគាត់បានពួកគេបានរកឃើញឱកាសមួយដើម្បីចោទប្រកាន់គាត់ដោយមិនពិតថាបានលួចពីវិមានសេនធាឪពុកបានប្រើវិន័យគ្រួសារដោយមិនបានបែងចែកអ្វីត្រូវនិងអ្វីខុសឡើយក្រុមគ្រួសាររបស់គាត់ថែមទាំងបានបង្ខំយុវជនរូបនេះឲ្យចំណាយសម្រាប់ការព្យាបាលដោយប្រើឧបករណ៍បញ្ជូនសរសៃប្រសាទពីហោប៉ៅផ្ទាល់ខ្លួនទៀតផងនៅទីបំផុតពួកគេបានបណ្ដេញគាត់ចេញពីផ្ទះហើយបោះបង់ចោលគាត់នៅក្នុងទីហោស្ថានចៃដន្យណាស់និកាយដាវទេវភាពកំពុងរៀបចំដំណើរការជ្រើសរើសមេដឹកនាំនិកាយថ្មីរបស់ខ្លួនបរិសុទ្ធវ័យក្មេងចំណាស់ម្នាក់បានសម្រេចចិត្តចូលរួមយករបស់ទាំងអស់ដែលជាកម្មសិទ្ធិរបស់អ្នកមកវិញអូនប្រុសរបស់គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញគាត់រស់ឡើងវិញយ៉ាងណាក៏ដោយគាត់បានយល់ព្រមយ៉ាងឆាប់រហ័សចំពោះសំណើរបស់យុវជននោះគោលដៅគឺដើម្បីកម្ចាត់គាត់ក្នុងអំឡុងពេលប្រកួតពួកគេក៏បានអញ្ជើញព្រះដាវបច្ចុប្បន្ននិងស្ត្រីអាចកំបាំងការមើលងាយជុំទី1ត្រូវបានតម្រង់ទៅលើខប់ប្រខុញថោពួកសិស្សដែលបានប្រកួតប្រជែងពួកគេពីមុនសុទ្ធតែជាអាហារសម្រន់ទោះបីជាប្រវត្តិសាស្ត្រនៃដាវរត់តាមរយៈកាក់ស្ពាន់ក៏ដោយអាចវាចំគោលដៅពីក្រោយបានយ៉ាងត្រឹមត្រូវប៉ុន្តែចំនួនកាក់ស្ពាន់គឺតិចតួចណាស់សិស្សដែលមានទេពកោសល្យបំផុតគឺមានតែមុនស្នេហ៍ប៉ុណ្ណោះវាគឺជានារីវ័យក្មេងដែលជាអ្នកដាវលំដាប់ទី4ដែលបានឡើងឆាកដើម្បីប្រកួតប្រជែងគាត់បានប្រើវិមានថ្មកំបោរលំដាប់កម្ពស់កម្លាំងរបស់គាត់ខ្លាំងជាងសិស្សធម្មតាពីមុនបន្តែមួយចាក់ទម្លុះកាក់ស្ពាន់ចំនួន9គាត់ត្រូវបានគេចាត់ទុកថាជាម្នាក់ក្នុងចំណោមមនុស្សល្អបំផុតក្នុងចំណោមយុវជនជំនាន់ក្រោយបន្ទាប់មកប្អូនប្រុសរបស់យុវជននោះបានលេចចេញមកដូច្នេះវាជាការពិតដែលថាសមាជិកគ្រួសារមានភាពលំអៀងអ្វីដែលគាត់បានផលិតគឺគ្រាន់តែជាស្នាដៃរបស់មេដឹកនាំសម្ព័ន្ធមិត្តពីមុនប៉ុន្តែដោយមានជំនួយពីធ្នូនិងព្រួញដែលមិនអាចប្រៀបផ្ទឹមបានតំណែងរបស់មេដឹកនាំនិកាយនេះគឺជាការសន្និដ្ឋានជាមុនរួចហើយជាចុងក្រោយយុវជននោះបានឡើងលើឆាកដោយទំនុកគាត់បានដកហូតវិមានឈ្វាញ់ចិនដែលម្ចាស់របស់គាត់បានផ្ដល់ឲ្យគាត់ខ្ញុំត្រូវការកម្លាំងទាំងអស់ដើម្បីលើកវត្ថុធ្ងន់នោះបន្តិចអនុវត្តដូចគ្នានៅពេលបាញ់ព្រួញដល់ឲ្យវាទាំងអស់របស់អ្នកមុខរបស់គាត់ប្រែជា